ចាសសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជំនួយការមួយព័ត៌មានការងារនៅលើគេហទំព័របងធំ .com ចឹងថ្ងៃនេះគឺយើងមើលព័ត៌មានការងារនៅលើ app បងធំដែលយើងដំឡើងលើទូរស័ព្ទដៃចឹងយើងចុចទៅលើ app ហ្នឹងទៅចាអញ្ចឹងនៅពេលដែលយើងចុចទៅលើ app ហ្នឹងគឺយើងចូលទៅដល់ការងារចម្រុះហ្នឹងតែម្ដងណាការងារដែលបង្ហាញនៅលើបងធំ .com app យើងចូលទៅគឺយើងឃើញបែបហ្នឹងច្បាស់តែម្ដងណាគឺងាយស្រួលមើលទងជាមួយនឹងការប្រើប្រាស់មើលនៅខាងក្រោមគឺយើងឃើញអញ្ចឹងប្រភេទអាជីពហ្នឹងគឺជាប្រភេទការងារទេហើយនឹងតារាងក្រុមហ៊ុនទីតាំងនៃការផ្សាយចាហ្នឹងហើយត្រឡប់មកទំព័រមុខវិញបើយើងនិយាយចាំទៅគឺនៅក្នុងតារាងការងារតែម្ដងគឺនៅ job list ណាចាអញ្ចឹងនៅពេលដែលយើងចូលទៅ job list ហ្នឹងចាដូចគឺយើងដឹងហើយចាំមើលហើយមើលទៀតគឺយើងឃើញតការងារទាំងអស់ហ្នឹងហើយណាទី1គឺឈ្មោះមុខតំណែងទី2ឈ្មោះក្រុមហ៊ុនចាអញ្ចឹងមុខតំណែងហ្នឹងគឺឈ្មោះអីហើយជាមួយនឹងក្រុមហ៊ុនអីគេផ្លាកសញ្ញារបស់ក្រុមហ៊ុនណាអញ្ចឹងសម្រាប់ការផ្សាយព័ត៌មានការងារបើខាងនយោជកគាត់ដាក់សញ្ញាសម្គាល់របស់ក្រុមហ៊ុនគឺងាយស្រួលឲ្យយើងដែលជាអ្នកដាក់ពាក្យហ្នឹងមើលទៅឆាប់យល់ឆាប់ដឹងថាក្រុមហ៊ុនគឺមានផ្លាកសញ្ញាចេញមកបែបម៉េចអញ្ចឹងគឺជួយជំនួយឲ្យពួកយើងបានយល់ដឹងច្រើនបន្ថែមទៀតតាមរយៈផ្លាកសញ្ញាហ្នឹងមានការចងចាំច្រើនចាអញ្ចឹងនេះគឺជាអត្ថប្រយោជន៍មួយសម្រាប់ខាងនយោជកចាហ្នឹងក្នុងហ្នឹងគឺមានការងារចម្រុះដែលបង្ហាញនៅទំព័រមុខហ្នឹងតែម្ដងនៅពេលដែលការងារចុះផ្សាយភ្លាមទៅតាមចំនួនថ្ងៃនីមួយៗតាមការផ្សព្វផ្សាយហ្នឹងគឺយើងពេញចិត្តមើលកន្លែងណាគឺយើងចុចមើលទៅលើហ្នឹងទៅក្រុមហ៊ុនតាមការពេញចិត្តរបស់យើងចង់មើលការងារចម្រុះនៅក្នុងតារាងការងារហ្នឹងគឺជាកន្លែងល្អសម្រាប់ពួកយើងហើយក្នុងការមើលការងារចម្រុះចាមិនថាមុខតំណែងប្រភេទណាទេគឺចម្រុះនៅក្នុងហ្នឹងតែម្ដងអស់ទៅគឺយើងឃើញហើយការងារទាំងអស់ហ្នឹងអញ្ចឹងថ្ងៃនេះគឺយើងមកមើលការងារមួយសម្រាប់អ្នកដែលគាត់មានសមត្ថភាពយ៉ាងគាត់តែងតែនឹកសម័យដល់មុខតំណែងការងារមួយហ្នឹងយើងឃើញចា General Manager ជាទូទៅគេហៅនៅក្រុមហ៊ុនគេហៅ GM ហ្នឹងចាគឺ General Manager ហើយនៅខាង Coconut Park ទៅមើលការងារនឹងមួយទៅនៅពេលដែលយើងចូលទៅមើលនៅក្នុង app គឺវាបង្ហាញព័ត៌មានការងារផ្សេងហើយនឹងតំណែងតំណងផ្សេងណានឹងការងារស្តីងគ្នាគឺផ្សេងយើងចុចទៅគឺយើងឃើញទៅតាមហ្នឹងហើយយើងមើលតាម app នៅខាងបន្ថំណាការងារនេះគឺយើងផុតកំណត់ថ្ងៃទី18ខែ7ហ្នឹងហើយអញ្ចឹងសំ General Manager ត្រូវការមួយនាក់ចា GM ណាសម្រាប់ពួកយើងបានការងារផ្នែកខាង GM General Manager ហ្នឹងគឺត្រូវតែម្ដងចាត្រូវតែម្ដងការងារពេញម៉ោងប្រាក់ខែចាប់ពី1500ដល់2000ណាចាប្រាក់ខែខ្ពស់តែម្ដងនៅក្នុងហ្នឹងគឺគេដាក់ឲ្យយើងឲ្យតាក់ទងជាមួយនឹងទីកន្លែងការងារដែលយើងត្រូវធ្វើហ្នឹងក៏កណាត់ផាកមិនកោះពេជ្រនិងកោះនារីហើយនឹង CIS ពេលលើដល់យើងចូលទៅគ្រប់គ្រងហ្នឹងគឺយើងមានកាន់3កន្លែងចាហ្នឹងហើយការគឺ48ម៉ោងក្នុងមួយសប្តាហ៍គឺយើងធ្វើការ5ថ្ងៃកន្លះក្នុងមួយអាទិត្យណាយើងធ្វើពីថ្ងៃអង្គាររហូតដល់ថ្ងៃអាទិត្យពីម៉ោង10ព្រឹករហូតដល់ម៉ោង7ព្រឹកតាក់ទងជាមួយនឹងខាងផ្នែកកំសាន្តខាងអីហ្នឹងគឺយើងរំពឹងទុកធ្វើការនៅថ្ងៃក៏ដូចជាថ្ងៃសម្រាប់បុណ្យទានអីចឹងទៅពីព្រោះអីក្រុមហ៊ុនគឺរវល់ច្រើននៅក្នុងថ្ងៃទាំងអស់ហ្នឹងអ្វីដែលយើងយល់ដឹងហ្នឹងគឺយើងតែថាសមរម្យត្រូវជាមួយនឹងសមត្ថភាពរបស់យើងហើយយើងអាចធ្វើបានគឺល្អតែម្ដងណាមិនថាការងារខាងផ្នែកណាទេគឺសុទ្ធតែល្អទាំងអស់ធ្វើម៉េចឲ្យយើងគិតថាយើងអាចបត់បាត់បានតំណែងដែលគេមានតម្រូវការនៅក្នុងនេះគឺគេប្រាប់យើងណាអំពីទីតាំងការងារអំពីការដែលយើងត្រូវមើលគ្រប់គ្រងការងារនឹងគេដាក់ច្បាស់ឲ្យយើងតែម្ដងព័ត៌មានមិនច្រើនក៏មិនតិចដែរសមល្មមនៅយើងអាចមើលទៅគឺអាចយល់ច្បាស់គ្រប់តែម្ដងជាមួយនឹងការទទួលខុសត្រូវការងារធម្មតាទេយើងជា GM ចាយើងជា General Manager គឺមានន័យថាអ្នកគ្រប់គ្រងទូទៅថាការងារនៅក្នុងផ្នែកណាទេគឺចូលទៅលើខាងផ្នែកគ្រប់គ្រងរបស់យើងតែម្ដងដូចជា Tally Operation and Property Maintenance ការងារប្រចាំថ្ងៃជាមួយនឹងដឹកនាំគ្រប់ប្រភេទទាំងអស់ដំណើរប្រតិបត្តិការនៅខាងក្រុមហ៊ុននេះគឺយើងគឺជាអ្នកគ្រប់គ្រងទាំងអស់យើងគឺនៅក្នុងហ្នឹងហាត់បង្រៀនហើយនឹងការអភិវឌ្ឍជាមួយនឹងការងារផ្សេងៗទៀតចាគឺនៅលើយើងតែម្ដងណាចាគឺយើងជាមនុស្សម្នាក់តំណាងឲ្យខាងក្រុមហ៊ុនទៅលើប្រតិបត្តិការប្រចាំថ្ងៃតែម្ដងអញ្ចឹងបើយើងមានសមត្ថភាពក្នុងការទទួលយកមុខតំណែងនេះគឺពិតជាល្អមែនទែនសម្រាប់ពួកយើងជឿជាក់ថាខ្លួនយើងមានសមត្ថភាពមានចំណេះដឹងមានបទពិសោធន៍តទៅជាមួយនឹងការងារទាំងអស់ហ្នឹងគឺយើងគួរតែដាក់ពាក្យទៅពីព្រោះអីនៅក្នុងហ្នឹងកាលណាយើងមិនបង្ហាញយើងមិនធ្វើគឺយើងមិនដឹងពីសមត្ថភាពរបស់យើងទេណាតទៅជាមួយខាងផ្នែកទីផ្សារតំណែងតំណងចាយើងគឺត្រូវមើលទាំងអស់គ្រប់ផ្នែកតែម្ដងណាចាអញ្ចឹងមិនមែនការងារទាំងអស់ហ្នឹងគ្រប់ផ្នែកទាំងអស់ហ្នឹងគឺយើងធ្វើតែម្នាក់គឺក្រុមការងារយើងគឺមានផ្នែកផ្សេងៗដូចជាខាងផ្នែក Marketing and Communication Engagement ការងារខ្លះគឺយើងធ្វើដោយខ្លួនឯងផ្ទាល់ហើយការងារខ្លះទៀតគឺយើងមានក្រុមការងារដែលគេជួយយើងនៅក្នុងហ្នឹងចាយើងគ្រាន់តែទូនាទីមួយដែលចូលទៅដឹកនាំហើយនឹងគ្រប់គ្រងទៅលើការងារទាំងអស់ហ្នឹងហើយនឹងធ្វើទៅលើចំនួនការងារណាដែលជាទូនាទីរបស់យើងជាមួយនឹងដូចជាខាងផ្នែក Financial Administration and Government ហ្នឹងប្រកាសណាស់ថានឹងមានក្រុមការងារយើងផ្នែកខាងគណនេយ្យហ្នឹងក៏ធ្វើការនៅក្នុងហ្នឹងហើយយើងធ្វើការជាមួយនឹងពួកគាត់គ្រប់គ្រងនៅក្នុងហ្នឹងមានគោលបំណងចង់ខ្លាយទៅជា GM ឬមួយក៏ប្រធានគ្រប់គ្រងទូទៅនៅខាងក្រុមហ៊ុនណាមួយគឺយើងអាសាចូលមើលការងារខាងមុខតំណែងធំៗខ្ពស់ៗអញ្ចឹងទៅនឹងបានយល់ដឹងតម្រូវការងារគឺគេទាមទារឲ្យយើងចេះអីខ្លះគេទាមទារឲ្យយើងយល់ដឹងអីខ្លះគេទាមទារឲ្យយើងមានបទពិសោធន៍ទៅលើអីគេខ្លះហ្នឹងបើយើងមានគោលបំណងចង់ធ្វើការងារប្រភេទបែបណាទៅអនាគតគឺយើងចូលទៅគេហទំព័របងទំនុកយើងមើលតាមប្រភេទការងារទៅតាមមុខតំណែងមួយៗហ្នឹងទៅហើយយើងនឹងឃើញពីអ្វីដែលគេរំពឹងទុកហើយអញ្ចឹងថ្ងៃក្រោយទៅយើងចង់ខ្លាយទៅជា GM នៅខាងក្រុមហ៊ុនណាមួយធនាគារណាមួយឬមួយក៏ខាងសាលាអន្តរជាតិណាមួយចាអញ្ចឹងគឺពិតជាល្អណាស់សម្រាប់ពួកយើងមើលការងារធំៗមិនមែនតែមើលខាង GM ហ្នឹងមួយទេយើងមើលខាងខ្លះគេដាក់ Office Manager អញ្ចឹងទូនាទីដូច GM ដែរចាហើយធម្មតាទេកាលណាយើងធ្វើការពីតូចទៅធំអញ្ចឹងនេះគឺជាគ្រឹះរបស់យើងសម្រាប់របៀបនៃការដាក់ពាក្យគឺយើងមើលតើគឺមិនសាមញ្ញទេយើងមានចំណាប់អារម្មណ៍គឺយើងគ្រាន់តែរៀបចំប្រវត្តិរូបសង្ខេបរបស់យើងហ្នឹងហើយនឹងលិខិតអម cover letter ហ្នឹងផ្ញើទៅ email ដែលគេដាក់នឹងបានហើយណាអញ្ចឹងនេះគឺជាឯកសារភ្ជាប់សម្រាប់ពួកយើងចង់មើលឯកសារនៃការអញ្ចឹងទេគឺយើងដាក់ពាក្យ
តាមរយៈបងធំដាក់ពាក្យឥឡូវនេះហ្នឹងទៅគឺយើងចុចទៅលើហ្នឹងទៅគឺនឹងចូលដល់កន្លែងដាក់ពាក្យហើយហ្នឹងហើយនៅក្នុងនេះបើយើងមានបញ្ហាក្នុងការដាក់ពាក្យទៅតាមរយៈ apply now ហ្នឹងមានបញ្ហារើអីមួយគឺយើងតាក់ទងទៅខាងក្រុមការងារខាងបងធំឲ្យគាត់ជួយទៅចាអញ្ចឹងគាត់នឹងជួយសម្រួលដល់ពួកយើងក្នុងការប្រសិនបើមានការតាក់ទងជាមួយនឹងការដាក់ពាក្យតាម apply now របស់ខាងបងធំហ្នឹងហើយនេះគឺជាអាស័យដ្ឋានរបស់ខាងក្រុមហ៊ុនដែលគាត់ដាក់ពាក្យណាហើយនឹងមើលសម្រាប់ការដាក់ពាក្យរបស់យើងទៅខាងក្រុមហ៊ុនណាអញ្ចឹងយើងចង់ដាក់តាម email ផ្ទាល់របស់ខាងក្រុមហ៊ុនក៏បានគឺយើងដាក់តាមរយៈការដាក់ពាក្យឥឡូវនេះជាមួយនឹងខាងបងធំក៏បានដែរអញ្ចឹងចូលទៅខាងក្រុមហ៊ុនដូចគ្នាណាអញ្ចឹងយើងត្រូវចាំថាមិនថាយើងដាក់ការងារតាមរយៈ email របស់ខាងក្រុមហ៊ុននយោជកដែលគាត់ដាក់នៅលើសេចក្តីប្រកាសហ្នឹងឬមួយក៏ដាក់ពាក្យតាមដាក់ពាក្យឥឡូវនេះឬក៏ apply now របស់ខាងបងធំទេគឺចូលដល់នយោជកដូចគ្នាអញ្ចឹងអ្នកដែលបើកប្រវត្តិរូបយើងមើលហ្នឹងគឺជានយោជកគឺជាក្រុមហ៊ុនគឺជាខាង human resource ណាខាងឯកធនធានមនុស្សហ្នឹងគាត់គឺជាអ្នកមើលផ្ទាល់តែម្ដងមិនមែនខាងបងធំជាអ្នកមើលទេណាចាអញ្ចឹងគឺយើងដឹងកន្លែងហ្នឹងឲ្យច្បាស់ណាចាហ្នឹងហើយដូច្នេះគឺយើងចាំបាច់ណាគឺត្រូវតែរៀបចំប្រវត្តិរូបរបស់យើងឲ្យបានស្អាតល្អណាចានេះគឺជាឱកាសល្អសម្រាប់ពួកយើងហើយអញ្ចឹងសម្រាប់ការងារល្អៗបែបហ្នឹងគឺយើងសាកល្បងដាក់មើលទៅចាបើយើងឃើញថាយើងមានសមត្ថភាពនិងបទពិសោធន៍ការងារតាក់ទងជាមួយនឹងការធ្វើការងារទាំងអស់ហ្នឹងចាសមត្ថភាពក្នុងការដឹកនាំណាចាតែយើងក៏មិនរំពឹងថាយើងជាប្រធានគឺឡើងទៅស្រួលហើយសោះអញ្ចឹងកាលណាយើងរំពឹងថាពេលយើងលើមុខតំណែងជាប្រធានជាអ្នកដឹកនាំហើយយើងរំពឹងឲ្យយើងនឹងអង្គុយស្រួលនោះគឺអង្គុយចាំយកប្រាក់ខែស្រួលហ្នឹងគឺមិនទេណាគឺកន្លែងហ្នឹងគឺយើងត្រូវគិតឲ្យច្បាស់យ៉ាងកាលណាដែលក្រុមហ៊ុនគេចំណាយឲ្យប្រាក់ខែយើងនេះមិនថាប្រាក់ខែយ៉ាងម៉េចទេគឺគេរំពឹងការងារពីយើងហើយយើងក៏អញ្ចឹងដែរមិនថាយើងធ្វើការនៅក្នុងមុខតំណែងណាមួយទេគឺយើងជាបុគ្គលម្នាក់ដែលលើកដៃឡើងថាយើងមានសមត្ថភាពធ្វើការនៅក្នុងមុខតំណែងហ្នឹងដូច្នេះហើយបានជាយើងដាក់ពាក្យទៅប្រាប់នៅខាងក្រុមហ៊ុនថាយើងមានសមត្ថភាពអាចទទួលយកការងារហ្នឹងបានអញ្ចឹងយើងមានសមត្ថភាពក្នុងការធ្វើការងារហ្នឹងបានអញ្ចឹងគឺយើងជាបុគ្គលម្នាក់ដែលមានសមត្ថភាពធ្វើការនៅក្នុងមុខតំណែងទាំងអស់ហ្នឹងដែលយើងដាក់ពាក្យទៅសម្រាប់ពួកយើងដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យការងារទៅខាងផ្នែក GM ចា៎បើសូមជូនពួកយើងមានសំណាងល្អជោគជ័យទាំងអស់